គ្រប់ជំរាបសួរសម្ដេចអាដាមលោកជំទាវលោករស្រីទូរទស្សនិកជនជាទីគោរពខ្ញុំមកចំណានខ្ញុំមកសូមស្វាគមន៍លោកអ្នកមកកាន់កម្មវិធីកិច្ចពិភាក្សាពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីកន្លងទៅនេះវិទ្យាស្ថានចក្ខុវិស័យអាស៊ីហៅកាត់ថា AVI បានធ្វើការស្ទាបស្ទង់មតិលើចំនួនតំបន់ព្រំដែនកម្ពុជាថៃទៅកាន់ប្រជាជនគ្រប់មជ្ឈដ្ឋានដោយទទួលបានលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ដូច្នេះសម្រាប់ប្រធានបទដែលលើកយកមកពិភាក្សានៅក្នុងកម្មវិធីកិច្ចពិភាក្សាពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជានៅពេលនេះគឺស្ដីពីលទ្ធផលនៃការស្ទាបស្ទង់មតិលើចំនួនព្រំដែនកម្ពុជាថៃប្រធានបទនេះគឺយើងមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់វាគ្មិនចំនួន2រូបដែលមានដូចជាទី1គឺអាដាមប៉ែនបូណារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលខ្ញុំសូមគោរពជំរាបសួរបាទសូមជម្រាបសួរអរគុណដល់ឡែកវាគ្មិនទី2គឺលោកលឹមមេងហួរដែលជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីហៅកាត់ថា AVI ខ្ញុំសូមគោរពជំរាបសួរបាទជំរាបសួរបាទអរគុណទៅដល់វាគ្មិនទាំងពីរដែលបានចូលរួមនៅក្នុងកម្មវិធីកិច្ចពិភាក្សាពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាជាពិសេសគឺការឆ្លើយតបទៅនឹងរឿងរ៉ាវថ្មីដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់សកម្មភាពនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នអរគុណខ្ញុំបាទមានសំណួរមួយចំនួនដើម្បីធ្វើការសាកសួរវាគ្មិនទាំងពីរដោយសំណួររបស់ខ្ញុំជាដំបូងទៅកាន់បាទលោកមេងហួរតែម្ដងដោយសារតែកាលពីថ្ងៃទី17កន្លងទៅនេះបាទវិទ្យាស្ថានចក្ខុវិស័យអាស៊ីហៅកាត់ថា AVI បានធ្វើនៅការស្ទាបស្ទង់មតិជាសាធារណៈទៅលើបាទចំនួនតំបន់ព្រំដែនកម្ពុជាថៃជាពិសេសគឺចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃហើយអ្វីបានជាវិទ្យាស្ថានបាទរៀបចំនៅការស្ទាបស្ទង់មតិនេះឡើងបាទសូមអរគុណចំពោះសំណួរមែនតើទៅវិទ្យាស្ថាន AVI យើងខ្ញុំគឺយល់ថាប្រធានបទចំនួនតំបន់ព្រំដែនកម្ពុជាថៃនេះគឺជាប្រធានបទក្តៅហើយជាប្រធានបទដែលវាពាក់ព័ន្ធទៅនឹងកិច្ចការងាររបស់ជាតិទាំងមូលអញ្ចឹងហើយបានជាស្ថានក៏បានផ្ដួចផ្ដើមរៀបចំជាការស្ទាបស្ទង់មតិនេះឡើងដើម្បីស្វែងយល់ជាពិសេសអំពីមតិសាធារណៈក៏ដូចជាការយល់ឃើញជាទូទៅរបស់ប្រជាជនកម្ពុជាពាក់ព័ន្ធជាមួយនឹងការដោះស្រាយបញ្ហាតំបន់ចំនួនព្រំដែននេះជាពិសេសមែនតើនោះគឺយើងចង់ពិនិត្យមើលអំពីគេហៅថាមតិរបស់ប្រជាជនកម្ពុជានឹងពាក់ព័ន្ធជាមួយនឹងចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហានេះដោយសារតែដូចខ្ញុំបញ្ជាក់មិញអញ្ចឹងគឺបញ្ហានេះជាបញ្ហាដែលក្តៅហើយវាមានសារៈសំខាន់ខ្លាំងអញ្ចឹងហើយវិទ្យាស្ថានយើងក៏បានផ្ដួចផ្ដើមការស្ទាបស្ទង់មតិនេះដោយធ្វើការប្រើប្រាស់នៅទិន្នន័យបឋមបាទហើយយើងធ្វើការប្រមូលទិន្នន័យបឋមនេះទៅគ្រប់ប្រជាជនគ្រប់ស្រទាប់វ័យវណ្ណៈទាំងអស់ហើយមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ហើយមែនតើទៅវិធីសាស្ត្រនៃការប្រើប្រាស់ទិន្នន័យបឋមនេះគឺជាវិធីសាស្ត្រមួយដែលគេនិយមប្រើនៅក្នុងកិច្ចការងារស្រាវជ្រាវហើយក៏ដូចជានៅក្នុងជាពិសេសគឺនៅក្នុងការស្ទង់មតិនេះតែម្ដងបាទអរគុណគួរឲ្យចាប់អារម្មណ៍មែនទែនដែលការស្ទាបស្ទង់របស់វិទ្យាស្ថាន AVI ទៅលើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ជាសាធារណៈសំណួររបស់ខ្ញុំទៅកាន់លោកមេងហួរដដែលលោកបានបញ្ជាក់ឲ្យថាការស្ទាបស្ទង់នេះទៅមនុស្សគ្រប់មជ្ឈដ្ឋាននឹងមកពីកន្លែងផ្សេងគ្នាអញ្ចឹងខ្ញុំចង់ដឹងថាតើមានប្រជាពលរដ្ឋប្រមាណដែលបានគេថាបង្ហាញនៃការពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយចំនួនតំបន់ព្រំដែនកម្ពុជាថៃហើយលោកយល់ឃើញថាលទ្ធផលនេះបង្ហាញពីការជឿជាក់របស់ប្រជាពលរដ្ឋខ្មែរយ៉ាងម៉េចខ្លះចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើងបាទបើតាមលទ្ធផលនៃការស្ទាបស្ទង់មតិនេះបង្ហាញឲ្យឃើញច្បាស់ថាប្រជាជនយើងច្រើនលើសលប់មែនទែនរហូតទៅដល់ 93.6% ណោះបាទដែលគ្រប់គ្រងចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាតំបន់ចំនួនព្រំដែននេះហើយតួលេខនេះគឺវាជាតួលេខមួយដែលបង្ហាញថាប្រជាជនកម្ពុជាទូទាំងប្រទេសគឺគ្រប់គ្រងហើយនឹងនៅឈរពីក្រោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃអញ្ចឹងតួលេខនេះដែរក៏វាឆ្លុះបញ្ចាំងអំពីគេហៅថាការទទួលបាននៅគេហៅថាព័ត៌មានត្រឹមត្រូវហើយនឹងប្រកាសឲ្យទាន់ពេលវេលាពីមេដឹកនាំរបស់យើងផងដែរបាទអរគុណអញ្ចឹងតួលេខនៃការពេញចិត្ត
តែលើបាទចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាដល់ទៅ93.6%បើចឹងសូមគោរពជំរាបសួរអាដាមប៉ែនបូណាថាតើតួលេខដែលចេញមកជាការពិតបែបនេះវាឆ្លុះបញ្ចាំងយ៉ាងម៉េចខ្លះចំពោះភាពជឿជាក់មកលើរដ្ឋាភិបាលកម្ពុជារបស់យើង បាទសូមអរគុណហើយសូមជម្រាបសួរប្រិមិត្តដែលកំពុងតាមដានកម្មវិធីជម្រាបសួរបងវិក្មិនជាការពិតប្រជាពលរដ្ឋខ្មែរច្រើនលើសលប់បានគ្រប់គ្រងចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលបាទតបទៅនឹងបញ្ហាចំនួនព្រំដែនជាមួយនឹងប្រទេសថៃបាទវាឆ្លុះបញ្ចាំងការពិតពីព្រោះអីប្រជាពលរដ្ឋយើងបានឃើញរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកចាត់វិធានការច្បាស់លាស់មើងម៉ាត់សមស្របប្រកបទៅដោយសន្តិវិធីហើយឆ្លៀសវៃបាទនេះគឺជាអ្វីដែលប្រជាពលរដ្ឋយើងសាទរខ្លាំងណាស់នៅពេលដែលបញ្ហាកើតឡើងសម្ដេចនាយករដ្ឋមន្ត្រីលោកដាក់ចេញវិធានការជាបន្តបន្ទាប់ធ្វើឲ្យប្រជាពលរដ្ឋសាទរទាំងអស់អត់មានប្រជាពលរដ្ឋណាមួយប្រឆាំងនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលមួយទេអញ្ចឹងខ្ញុំយល់ថាតួលេខនេះជាតួលេខមួយដែលឆ្លុះបញ្ចាំងពិតប្រាកដពីទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការចាត់ការបញ្ហាព្រំដែនរយៈពេលចុងក្រោយនេះជាមួយនឹងប្រទេសថៃខ្ញុំជឿជាក់ថាពិតជាអញ្ចឹងមែនបាទអរគុណបាទខ្ញុំបាទសូមចាប់អារម្មណ៍ទៅសំណួរជាបន្តដោយសារតែរឿងរ៉ាវចំនួនតំបន់ព្រំដែនកម្ពុជាថៃនេះក៏មានរឿងរ៉ាវមួយគឺផ្ដោតទៅលើតំបន់ទាំង4មានតំបន់មុំ3ប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចនិងប្រាសាទតាកបីខ្ញុំចង់សាកសួរលោកមេងហួងវិញម្ដងតើក្នុងការសៀបសងនេះមានបង្ហាញលទ្ធផលតើមានប្រជាជនប្រមាណដែលបានគ្រប់គ្រងនៅយន្តការរបស់រដ្ឋាភិបាលកម្ពុជាទៅលើការដោះស្រាយតំបន់មុំ3ប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចនិងប្រាសាទតាកបីតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយតើសបបញ្ជាក់យ៉ាងម៉េចពាក់ព័ន្ធទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាបាទនៅក្នុងសម្រងមតិរបស់វិទ្យាស្ថានយើងក៏បានសិក្សាអំពីមតិរបស់ប្រជាជនយើងជុំវិញនឹងការនាំយកបញ្ហាតំបន់ទាំង4នេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ លទ្ធផលបង្ហាញថាប្រជាជនកម្ពុជាស្ទើរតែ 100% ទៅហើយបាទច្រើនស្ទើរតែ 100% ទៅហើយមែនតើគឺ 99.8% នៅក្នុងការស្ទង់មតិរបស់យើងនឹងបានបង្ហាញថាពួកគាត់គ្រប់គ្រងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកបញ្ហាតំបន់ទាំង4នេះយកទៅកាន់តុលាការអន្តរជាតិ ICJ ហើយលទ្ធផលនេះដែរក៏វាឆ្លោះបញ្ចាំងអំពីទំនោររបស់ប្រជាជនកម្ពុជាក្នុងបុព្វហេតុសន្តិភាពហើយនឹងការអនុវត្តនៅច្បាប់អន្តរជាតិជាពិសេសនោះគឺការចាប់យកនៅយន្តការតុលាការអន្តរជាតិ ICJ ជាគោលក្នុងការដោះស្រាយបញ្ហាចំនួនព្រំដែនកម្ពុជាថៃបាទអរគុណស្ទើរតែ 100% ខ្ញុំងាកទៅកាន់លោកបូណាវិញនេះបង្ហាញពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋមិនដែរពាក់ព័ន្ធនឹងការចង់ឲ្យរឿងរ៉ាវទាំង4នេះទៅកាន់តុលាការអន្តរជាតិបាទអរគុណតួលេខនេះ99.8% យើងអាចនិយាយថា 100% ដែរបាទអត់ចម្លែកទេសម្រាប់ខ្ញុំបើសិនជា AVI រកឃើញផ្ទុយពីនេះទើបចម្លែកសម្រាប់ខ្ញុំហេតុអីខ្ញុំសូមបញ្ជាក់យើងមើលនៅលើទស្សនវិជ្ជាជាក់ស្ដែងបាទបន្ទាប់ពីបញ្ហាបានកើតឡើងកងទ័ពថៃចូលមកបាញ់កងទ័ពយើងម្នាក់ស្លាប់កាលពីថ្ងៃ28ខែឧសភា2025បាទសម្ដេចធិបតីនាយករដ្ឋមន្ត្រីលោកក៏ពិនិត្យឃើញសពគ្រប់បែបយ៉ាងលោកសម្រេចចិត្តថាករណីមុំ3ប្រាសាទតាម៉ុនធំតាមប្រាសាទតាម៉ុនតូចប្រាសាទតាក្របីដាច់ខាតត្រូវតែបញ្ជូនទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិ ICJ បាទការសម្រេចចិត្តនេះគឺជាការសម្រេចចិត្តប្រកបដោយភាពឆ្លៀសវៃប្រកបដោយភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំហេតុអីពីព្រោះរឿងនេះវាអូសបន្លាយជាង20ឆ្នាំហើយបាទច្រើនដោះស្រាយអត់ចេញទេបាទព្រោះប្រើផែនទីខុសគ្នាយើងដោះស្រាយមិនបើទុកទៀតនៅតែបញ្ហាកើតឡើងអញ្ចឹងសម្ដេចនាយករដ្ឋមន្ត្រីលោកវៃឆ្លាតយកសម្ដេចថាអត់ទេរឿងនេះត្រូវតែបញ្ជូនទៅ ICJ អញ្ចឹងការសម្រេចចិត្តនេះគឺបានទទួលការឯកភាពជាឯកច្ឆន្ទគ្រប់គ្រងពីរដ្ឋសភាព្រឹទ្ធសភានៅចាំទេថ្ងៃទី2ខែមិថុនាមានអង្គសមាជរដ្ឋសភាព្រឹទ្ធសភាគឺបានទៅបោះឆ្នោតចេញសេចក្តីថ្លែងការណ៍គ្រប់គ្រងជាឯកច្ឆន្ទអញ្ចឹងបានន័យថាទាំងរដ្ឋាភិបាលព្រឹទ្ធសភារដ្ឋសភាថ្នាក់ដឹកនាំទាំងអស់គ្រប់គ្រងជាឯកច្ឆន្ទ
យើងងាកទៅមើលប្រជាពលរដ្ឋវិញគ្មានប្រជាពលរដ្ឋណាម្នាក់ដែលប្រឆាំងទៅនឹងការសម្រេចចិត្តនេះទេ បាទ គឺគាត់បានឯកភាពអបអរសាទរគ្រប់គ្រងទាំងអស់អញ្ចឹងឆ្លោះបញ្ចាំងពិតណាស់ថាវា 100% នោះវាអត់ខុសទេស្ទើរតែ100%បាទនេះគឺជាការពិតជាក់ស្ដែងបាទ បាទអរគុណលោកបូណាដល់ឡែកមកចំណុចទៀតដែលខ្ញុំចង់ចាប់អារម្មណ៍ដោយសារតែរឿងរ៉ាវបញ្ហាព្រំដែនកម្ពុជាថៃនេះគឺមិនត្រឹមតែពាក់ព័ន្ធនឹងបញ្ហាព្រំដែនទេគឺធ្លាយទៅដល់ការបិទព្រំដែនឯកតោភាគីរបស់ភាគីថៃទៀតអញ្ចឹងចង់សួរអាដាមប៉ែនបោះណាមុនវិញម្ដងបាទចង់ដឹងថាតើអាដាមយល់ឃើញថាប្រជាពលរដ្ឋកម្ពុជាមានការពេញចិត្តចំពោះចំណាត់ការរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងការបិទព្រំដែនឯកតោភាគីពីសំណាក់ភាគីថៃយ៉ាងម៉េចដែរបាទ បាទយើងមើលណាមិញយើងនិយាយពីការសម្រេចចិត្តបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ប្រជាជន 100% គឺបានគ្រប់គ្រងបាទស្ទើរតែ 100% ឥឡូវបន្ទាប់មកទៀតយើងមើលណាបន្ទាប់មកទៀតថៃបន្ទាប់ពីគាត់បង្ករឿងចឹងហើយគាត់ស្រាប់តែសម្រេចចិត្តជាឯកតោភាគីអត់បានជូនដំណឹងមកខាងយើងទេគាត់បិទបើកព្រំដែនសាច់តែគាត់ឲ្យយើងដើរតាមក្រោយគាត់អញ្ចឹងប្រមុខដឹកនាំរាជរដ្ឋាភិបាលយើងតាំងសម្ដេចធិបតីហ៊ុនម៉ាណែតទាំងសម្ដេចដេជោហ៊ុនសែនប្រធានព្រឹទ្ធសភាលោកតាមដានរឿងហ្នឹងណាតែថៃគាត់ចង់លេងអីគេគាត់ព្រឹកឡើងគាត់សម្រេចថាម៉ោង8បានបើកខុសពីមុនបាទអញ្ចឹងថ្នាក់ដឹកនាំរបស់យើងតបទៅវិញអ្នកបើកម៉ោង8ខ្ញុំបើកម៉ោង9អញ្ចឹងពេលថៃបើកព្រំដែនមកស្រាប់តែកម្ពុជាអត់ទាន់បើកផងឃើញទេបាទប្រជាពលរដ្ឋយើងសាទរណាស់នេះជាវិធីឆ្លើយតបដោយទុនភ្លុនបាទដោយទុនភ្លុនហើយដោយភាពប៉ិនប្រសប់ដោយសន្តិវិធីប៉ុន្តែមើងម៉ាត់បញ្ជាក់ថាមិនចុះញោមអ្នកកម្ពុជាអាចកំដរថៃលេងបានបន្ទាប់មកទៀតដូចយើងដឹងហើយថៃគាត់គម្រាមយើងកាត់អគ្គិសនីបាទប្រព័ន្ធអ៊ីនធឺណិតថៃយល់ច្រឡំនៅត្រង់ថាគាត់អ្នកនយោបាយថៃមួយចំនួនមេតបថៃមួយចំនួនក៏ដូចជាអ្នកជ្រុលនិយមថៃមួយចំនួនសម្លឹងមកកម្ពុជាហាក់ដូចជានៅដើមចុងទសវត្សរ៍80ដើមទសវត្សរ៍90ដែលមើលទៅកម្ពុជាក្រីក្រប្រជាពលរដ្ឋខ្មែរនឹងរហេមរហាមណារស់ដោយសារគេអញ្ចឹងតែគេកាត់ផ្ដាច់អគ្គិសនីអ៊ីនធឺណិតបិទព្រំដែនអីច្បាស់ជាបញ្ហាធំបាទថៃយល់ច្រឡំត្រង់ហ្នឹងបាទដល់ពេលយើងចាត់វិធានការទៅវិញថៃគ្រាន់តែថាមិនទាន់បានកាត់ភ្លើងកាត់អ៊ីនធឺណិតផងរាជរដ្ឋាភិបាលយើងកាត់មុនបាត់បាទចាំទេសម្ដេចធិបតីលោកថាកុំឲ្យថៃពិបាកកាត់អញ្ចឹងកម្ពុជាសំកាត់មុនពាក្យនេះទុនភ្លុនប៉ុន្តែចុកចាប់សម្រាប់ភាគីថៃអញ្ចឹងចាប់ពីពេលហ្នឹងមកយើងឃើញថៃហាក់ដូចជាភ្លឺភ្នែកចុំកម្ពុជាខ្លាំងឥឡូវបាទអញ្ចឹងថ្នាក់ដឹកនាំយើងមានភាពវៃឆ្លាតហើយធានាការពារដោយឯករាជ្យភាពចាត់ចែងគុតគង់អគ្គិសនីអ៊ីនធឺណិតជូនប្រជាពលរដ្ឋយើងត្រង់ហ្នឹងដែលប្រជាពលរដ្ឋលោកពេញចិត្តគាត់ពេញចិត្តសាទរណាលោកមានតែជំរុញឲ្យបន្ថែមទៀតមកជំហានទៀតគឺរាជរដ្ឋាភិបាលយើងបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃបាទជាពលរដ្ឋក៏សាទរទៀតលោកមានតែជំរុញថាបិទថែមទៀតហើយលោកអំពាវនាវឲ្យបងប្អូនយើងប្រើប្រាស់ផលិតផលក្នុងស្រុកអញ្ចឹងសរុបមកវិញខ្ញុំឃើញថាចំណាត់ការឆ្លើយតបរបស់រាជរដ្ឋាភិបាលយើងទៅនឹងការបិទព្រំដែនជាឯកតោភាគីរបស់ថៃជាចំណាត់ការមួយដែលសមស្របវៃឆ្លាតហើយប្រជាពលរដ្ឋយើងសប្បាយចិត្តគ្រប់គ្រងចំណាត់ការទាំងអស់នោះបាទអរគុណចឹងការអង្គាសរបស់អាដាមប៉ែនបូណាបង្ហាញថាប្រជាពលរដ្ឋមានការគ្រប់គ្រងទៅលើចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាបិទបាទគេឆ្លើយតបទៅនឹងការបិទព្រំដែនឯកតោភាគីចុះចំណែកបាទស្ថិតិដែលចេញពីបាទការស្ទាបស្ទង់មតិរបស់វិទ្យាស្ថាន AVI តើបានបង្ហាញយ៉ាងណាចំពោះករណីនេះបាទខ្ញុំមែនតើខ្ញុំគ្រប់គ្រងទាំងស្រុងនៅប្រសាសន៍របស់អាដាមប៉ែនបូណាជុំវិញបញ្ហាចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទព្រំដែនឆ្លើយតបទៅនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលថៃដែលបិទព្រំដែនជាឯកតោភាគីនេះតាមលទ្ធផលនៃការស្ទង់មតិបង្ហាញថាប្រជាជនយើងរហូតទៅដល់ 88.7% ឯណោះដែលគាត់គ្រប់គ្រងចំពោះចំណាត់ការនេះដោយយល់ឃើញអំពីការឆ្លើយតបជាពិសេសនោះគឺភាពបត់បែនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបជាមួយនឹងថៃ
ហើយមិញនេះអាដាមប៉ាន់វណ្ណាក៏បានលើកដែរពីទំនោរនៃការឬក៏ការអំពាវនាវរបស់មានដឹកនាំយើងឲ្យប្រើប្រាស់ទំនិញនៅក្នុងស្រុក AVI ក៏បានសិក្សាទៅលើចំណុចនេះដែរហើយទិន្នន័យក៏បង្ហាញថាប្រជាជនយើងរហូតដល់ 88.6% នោះដែលលោកគ្រប់គ្រងនៅការប្រើប្រាស់ទំនិញក្នុងស្រុកជំនួសឲ្យការប្រើប្រាស់ទំនិញមកពីប្រទេសថៃអញ្ចឹងទេខ្ញុំអាចនិយាយបានថាការសង្កេតរបស់អាដាមប៉ាន់វណ្ណាវាបានឆ្លុះបញ្ចាំងពិតប្រាកដមែននៅក្នុងកិច្ចការងារស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រនេះបាទអរគុណខ្ញុំបាទសាកសួរលោកមីហួននៅអាដាមប៉ែនបូណាមួយចំនួនហើយពាក់ព័ន្ធទៅនឹងស្ថិតិក៏ដូចជាការយល់ឃើញខ្ញុំបាទសូមលើកឡើងនៅព្រឹត្តិការណ៍មួយដែលទើបតែកើតឡើងទេកាលពីថ្ងៃទី18ថ្មីនេះទេមានការបង្ហាញនៅការសាទរការពេញចិត្តនៅចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជារបស់យើងតាមរយៈគេថាប្រជាពលរដ្ឋទូទៅធ្វើដំណើរដោយថ្មើរជើងដែលជាព្រឹត្តិការណ៍ដំណើរដោយថ្មើរជើងដែលធ្វើឡើងនៅរាជធានីភ្នំពេញរបស់យើងហើយបើតាមអ្វីដែលឃើញដូចជាដល់ទៅមនុស្សជាង 150,000 នាក់ឯណោះច្រើនមែនតើអញ្ចឹងចង់គ្រប់ជំរឿនអាដាមប៉ែនមកណាថាតើមនុស្សដែលច្រើនដល់ 150,000 នាក់ផ្ដុំគ្នាគេថាបង្ហាញការសាទរក៏ដូចជាបង្ហាញការគាំទ្របែបនេះបង្ហាញលក្ខណៈបែបនេះចំពោះបាទរដ្ឋាភិបាលកម្ពុជារបស់យើងបាទតាមពិតព្រឹត្តិការណ៍នេះសំខាន់មែនទែនហើយខ្ញុំបានដឹងថាគម្រោងនៃការរៀបចំដំបូងហ្នឹងប្រហែលជាគិតថាមនុស្ស 2-30000 នាក់តែប៉ុណ្ណឹងទេក្នុងការដើរដើម្បីគ្រប់គ្រងដល់រាជរដ្ឋាភិបាលក៏ដូចជាកងទ័ពយើងនៅសមរភូមិមុខបាទប៉ុន្តែទស្សនវិជ្ជាជាក់ស្ដែងដែលថ្ងៃហ្នឹងគឺបានឈានមកដល់គឺមានអ្នកចូលរួមដល់ទៅ 150,000 នាក់ច្រើនបាទច្រើនមែនទែនលើសពីការរំពឹងទុកព្រឹត្តិការណ៍នេះសបញ្ជាក់ឲ្យឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺសាទរអបអរហើយរួមគ្នាសាមគ្គីជាកម្លាំងឯកភាពជាតិខ្មែរនៅពីក្រោយរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងការការពារបូរណភាពទឹកដីចំណែកបងប្អូនជាច្រើនទៀតទូទាំងប្រទេសដែលអត់បានចូលរួមក៏ខ្ញុំសង្កេតឃើញថាពួកគាត់សាទរបានន័យថាគាត់អត់បានចូលរួមមែនប៉ុន្តែបេះដូងរបស់គាត់នៅជាមួយបងប្អូនយើងដែលបានចូលរួមហើយនៅពីក្រោយរាជរដ្ឋាភិបាលនិងកងទ័ពរបស់យើងនៅសមរភូមិមុខដើម្បីការពារបូរណភាពទឹកដីនេះជាព្រឹត្តិការណ៍មួយសំខាន់ណាស់ដែលសបញ្ជាក់ពីឯកភាពជាតិខ្មែរប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសលោកស្រឡាញ់ទឹកដីការពារបូរណភាពទឹកដីហើយសំខាន់គឺចូលរួមជាមួយរាជរដ្ឋាភិបាលដោយសារលោកបានឃើញច្បាស់ថារាជរដ្ឋាភិបាលយើងប្រមុខដឹកនាំរបស់យើងទាំងសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីលោកមានភាពប៉ិនប្រសប់ណាស់ហើយឆ្លាតវៀងវៃណាស់ក្នុងការសម្រេចកិច្ចការនីមួយៗពាក់ព័ន្ធនឹងកិច្ចការព្រំដែនអញ្ចឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងចូលរួមច្រើនមែនទែនក្នុងការគ្រប់គ្រងបាទកម្លាំងនេះសំខាន់ណាស់បាទជាការពិតដោយដែលលោកអាដាមប៉ែនបណ្ណាបានជំរាបជូនគឺមានដល់ទៅជាង 150,000 នាក់ច្រើនហើយបើប្រៀបធៀបជាមួយនឹងស្ថិតិដែលវិទ្យាស្ថាន AVI បានបញ្ជាក់ជូនទៅលើការគ្រប់គ្រងនៅចំណាត់ការផ្សេងៗនោះមានតាំងពី 93.6% មានតាំងពីស្ទើរតែ 100% មានតាំងពី 87% គឺសុទ្ធសឹងតែជាចំនួនច្រើនដែលបង្ហាញពីការគ្រប់គ្រងទៅលើចំណាត់ការរបស់រដ្ឋាភិបាលរបស់យើងអរគុណខ្ញុំបាទសូមកលេចទៅមួយចំណុចទៀតពាក់ព័ន្ធទៅនឹងការសៀបសុំមតិដូចគ្នាទៅកាន់លោកមេងហួរវិញម្ដងពាក់ព័ន្ធទៅនឹងការយល់ឃើញរបស់ប្រជាពលរដ្ឋដែលចូលរួមក្នុងការផ្ដល់មតិយោបល់ទៅលើការសិបសុំមតិនេះតើមានប្រជាពលរដ្ឋប្រមាណដែលយល់ឃើញថាទំនាស់គេថានៅតំបន់ព្រំដែនហ្នឹងបកកដោយភាគីណាដែលមានការឆ្លើយតបដែរបាទសូមអរគុណមែនតើយើងបានសិក្សាដែរទៅលើបញ្ហានេះថាតើយើងចង់ស្វែងយល់ពីការយល់ដឹងរបស់ប្រជាជនយើងចំពោះថាតើភាគីថៃមែនតើទៅក្រុមមួយណាដែលជាអ្នកញុះញង់ឲ្យមានបញ្ហាព្រំដែននេះហើយក្នុងសម្រងមតិនេះលទ្ធផលបានបង្ហាញថាប្រជាជន 73% ឯនោះគាត់យល់ឃើញថាយោធាថៃជាអ្នកបង្កហេតុជាអ្នកធ្វើឲ្យបញ្ហាព្រំដែនឡើងកម្ដៅនិងមានភាពតានតឹងដល់ឡែកលទ្ធផលរកឃើញបង្ហាញទៀតថាប្រជាជន 23% ផ្សេងទៀតគាត់យល់ឃើញថាគឺជាក្រុមជាតិនិយមជ្រុលរបស់ថៃមួយក្រុមនោះដែលជាអ្នកជំរុញឲ្យបញ្ហាព្រំដែននេះវាឡើងកម្ដៅ
អញ្ចឹងសរុបសេចក្តីទៅខ្ញុំអាចសន្និដ្ឋានថាយោងតាមការសិបសុំមតិនេះគឺប្រជាជនកម្ពុជាយើងយល់ឃើញថាភាគីថៃជាអ្នកបង្កចំនួនព្រំដែននេះឡើងបាទ បាទអរគុណកលេសទៅកាន់លោកអាដាមប៉ែនបូណាវិញសូមអធិស្ឋានដោយសារតែទិន្នន័យដែលវិទ្យាសាស្ត្រ AI បានបញ្ជាក់ជូន 73% យល់ឃើញថាបកចេញពីបើយោធាថៃ 23% ជាងបកដោយជ្រុលនិយមថៃអាដាមយល់ថារាជរដ្ឋាភិបាលថៃហាក់ដូចជាមានអំណាចតិចតួចនៅក្នុងអធិបុលនៃការគ្រប់គ្រងរដ្ឋនេះទៅបាទកន្លែងនេះ តួលេខនេះបើយើងនិយាយមែនទែន70ជាងបង្កមកពីយោធាថៃ20ជាងមកពីជ្រុលនិយមថៃសរុបទៅ 100% បានន័យថាបង្កដោយភាគីថៃបើជាក់ថាម៉េចប្រជាពលរដ្ឋយើងយល់ច្បាស់ថាអ្នកណាបង្កហេតុនៅក្នុងរឿងនោះហើយហេតុនេះបានជាយល់ច្បាស់ពួកគាត់ដឹងថាប្រទេសកម្ពុជាយើងប្រមុខដឹកនាំយើងបងប្អូនយើងដឹងទាំងអស់គ្នាតាំងពីជំនាន់សម្ដេចតេជោមករហូតដល់សម្ដេចធិបតីគោលនយោបាយយើងច្បាស់លាស់គឺយើងចង់បានព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការចង់រស់នៅជាអ្នកជិតខាងល្អកម្ពុជាជារដ្ឋមួយដែលស្រឡាញ់សន្តិភាពពាក្យថាអគុណសន្តិភាពហ្នឹងគឺព្យួរនៅគ្រប់ទីកន្លែងបាទយើងគោរពហើយយើងរហូតដល់ជាប្រទេសមួយដែលផ្សព្វផ្សាយសន្តិភាពចែករំលែកបទពិសោធន៍នយោបាយឈ្នះរបស់សម្ដេចតេជោទៅដល់ប្រទេសផ្សេងក្នុងតំបន់ក៏ដូចជាក្នុងពិភពលោកអញ្ចឹងប្រកាសណាស់ថាយើងអត់មានចង់ទៅប៉ះពាល់បង្កសង្គ្រាមជាមួយអ្នកណាទេបាទម្យ៉ាងទៀតគោលនយោបាយព្រំដែនរបស់រាជរដ្ឋាភិបាលយើងក៏ច្បាស់លាស់យើងមិនចង់បានដីរបស់ប្រទេសណាសំបី1មីលីម៉ែត្រក៏ប៉ុន្តែយើងការពារអធិបតេយ្យភាពជាតិយើងបូរណភាពទឹកដីយើងមិនឲ្យបាត់បង់សូម្បី1មីលីម៉ែត្រទាំងអស់នេះសិតតែប្រជាពលរដ្ឋបានឮបានឃើញជាក់ស្ដែងអញ្ចឹងនៅពេលដែលបញ្ហាផ្ទុះរឿងព្រំដែនហ្នឹងប្រជាពលរដ្ឋលោកយល់ពេកថាអ្នកណាបង្កហេតុបាទគឺលើទឹកដីជាក់ស្ដែងគឺទាហានថៃអ្នកចូលមកបាញ់ទាហានយើងបាទក្រៅពីនឹងជនជ្រុលនិយមថៃជាអ្នកបញ្ឆេះបញ្ហាបាទអញ្ចឹងតួលេខនេះគឺសបញ្ជាក់ពិតប្រាកដអញ្ចឹងបងខ្ញុំជឿជាក់បាទអរគុណដល់ឡែកមកសំណួរទៀតក៏ជាសំណួរដែលគួរឲ្យចាប់អារម្មណ៍ដែរដោយសារតែរាជរដ្ឋាភិបាលកម្ពុជារបស់យើងគឺបានក៏ចេញជាយន្តការមួយដែរនៅក្នុងការការពារបូរណភាពទឹកដីរបស់យើង24ម៉ោងលើ24ម៉ោងក្នុងករណីមានគេហៅថាការផ្ទុះអាវុធពីភាគីគេថាសត្រូវមកកាន់កម្ពុជាអញ្ចឹងចង់សួរលោកមេងហួរថាតើមានការស្ទង់មតិទៅលើចំណុចថាតើមានប្រជាជនកម្ពុជាប្រមាណភាគរយដែរដែលបង្ហាញការគាំទ្រទៅលើយន្តការរបស់រាជរដ្ឋាភិបាលក្នុងការដាក់កងកម្លាំងប្រដាប់អាវុធឲ្យត្រៀម24ម៉ោងលើ24ម៉ោងនៅក្នុងការពារក៏ដូចជាឆ្លើយតបការឈ្លានពានរបស់ថៃហើយបើសិនជាមានការគាំទ្រច្រើនលុបថាតើលោកយល់ឃើញថាគេថាការនេះមានទស្សនៈមិនដែរបាទមែនតើការសិក្សារបស់វិទ្យាសាស្ត្រ AVI យើងក៏បានរំលេចដែរអំពីវិធានការដាក់កងទ័ពនេះហើយបើយើងមើលលទ្ធផលវិញប្រជាជនយើង95%ឯណោះដែលគាត់គ្រប់គ្រងចំពោះចំណាត់ការនេះមែនតើខ្ញុំយល់ថាអំបញ្ញវិញក៏បកទៅប្រសាសន៍របស់អាយដាមប៉ែនបូណាដែរគឺបបហេតុសន្តិភាពយើងចាត់វិធានការដាក់កងកម្លាំងប្រដាប់អាវុធឲ្យត្រៀមនេះមិនមែនក្នុងន័យយើងឈ្លានពានគេទេបាទប៉ុន្តែក្នុងន័យយើងការពារបរណភាពទឹកដីជាពិសេសនោះគឺការពារសន្តិភាពដែលកម្ពុជាយើងពិបាកនឹងរកបានណាហើយក្នុងតម្លៃណាក៏ដោយគឺយើងត្រូវការពារសន្តិភាពនេះឲ្យបានដែរអញ្ចឹងការដាក់កងកម្លាំងនេះខ្ញុំយល់ឃើញថាវាជាចំណាត់ការមួយដែលត្រឹមត្រូវក្នុងការការពារទឹកដីបូរណភាពទឹកដីហើយជាពិសេសនោះគឺធ្វើយ៉ាងណាកុំឲ្យគេហៅថាសន្តិភាពដែលយើងរកបាននេះវាបាត់បង់ហើយការដាក់កងកម្លាំងនេះក៏វាបង្ហាញនៅស្មារតីមួយទៀតគឺស្មារតីរួបរวมរបស់ប្រជាជនកម្ពុជាយើងទាំងមូលអំបញ្ញមិញនេះយើងបានជជែកគ្នាអំពីព្រឹត្តិការណ៍ថ្ងៃទី18មិថុនាបាទចំពោះការ solidarity matching ការបាទមកជើងនេះក៏ជាសញ្ញាមួយបង្ហាញអំពីការចូលរួមចំណែករបស់ប្រជាជនកម្ពុជាទាំងអស់ចំពោះកងកម្លាំងប្រដាប់អាវុធជួរមុខរបស់យើងអញ្ចឹងជាសរុបមកវិញខ្ញុំមើលឃើញថាឆ្លងកាត់តាមរយៈការសិក្សាស្រាវជ្រាវសំណងមតិនេះគឺកម្ពុជាជាប្រទេសដែលឲ្យតម្លៃទៅលើសន្តិភាពប្រកាន់យកសន្តិភាពនិយមហើយយើងគោរពនៅច្បាប់អន្តរជាតិជាពិសេសនោះគឺ
យន្តការរបស់តុលាការអន្តរជាតិ ICJ តែម្ដងអញ្ចឹងក្នុងនាមជាប្រទេសឯករាជ្យហើយអ្វីដែលប្រមុខដឹកនាំរបស់យើងបានអនុវត្តនិងចាត់ចែងការកន្លងមកនេះពិតជាត្រឹមត្រូវហើយនឹងទទួលបានការសាទរពីប្រជាជនយើងគ្រប់មជ្ឈដ្ឋានទាំងអស់ បាទអរគុណអញ្ចឹង 95% ចំនួនច្រើនក្នុងការគ្រប់គ្រងឲ្យមានការត្រៀមជាយន្តការការពារក្នុងការឆ្លើយតបបើសិនជាមានការឈ្លានពានមកអាដាមប៉ៃបងណាយល់យ៉ាងម៉េចដែរបាទ បាទហើយតកតងទៅនឹងនយោបាយព្រំដែនរាជរដ្ឋាភិបាលយើងបង្ហាញច្បាស់បាទយើងប្រើប្រាស់យន្តការ3បាទទី1គឺយន្តការការទូតចរចាទ្វេភាគីដែលបានព្រមព្រៀងគ្នាដោយសន្តិវិធីដោយប្រើប្រាស់ច្បាប់ជាតិច្បាប់អន្តរជាតិឧត្តមមានវត្តអន្តរជាតិដាក់អ្នកជំនាញអង្គុយដាក់ផែនទីហើយចរចានេះជាវិធីទី1ដែលកម្ពុជាយើងប្រើប្រាស់ជាមួយប្រទេសជិតខាងហើយយើងបានបោះបកគោលព្រំដែនបានច្រើនណាស់ហើយជាមួយវៀតណាមជាមួយឡាវក៏ដូចជាជាមួយថៃបាទទី2នៅពេលដែលយើងចរចាទ្វេភាគីដល់កន្លែងមួយដែលទាល់វាទៅមុខអត់រួចទេយើងប្រើយន្តការទី2គឺតុលាការយុត្តិធម៌អន្តរជាតិដោយករណីមុំ3ភាសាតាមមន់ធំតាមមន់តូចតាក3ដែលយើងនិយាយមិញបាទឃើញទេទី3យើងប្រើប្រាស់កងកម្លាំងយោធាដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីហើយកងកម្លាំងយោធាគឺបញ្ជាក់ច្បាស់ប្រើប្រាស់តែក្នុងករណីដែលមានការរំលោភបំពានពីព្រោះរាជរដ្ឋាភិបាលយើងច្បាស់ថាមិនអនុញ្ញាតឲ្យមានអ្នកណាមករំលោភបំពានបូរណភាពទឹកដីយើងទេសូម្បី1មីលីម៉ែត្រអញ្ចឹងក្នុងករណីដែលយើងរាជរដ្ឋាភិបាលសម្រេចបញ្ជូនកងទ័ពទៅហ្នឹងគឺដើម្បីការពារបូរណភាពទឹកដីកុំឲ្យមានការរំលោភបំពានអញ្ចឹងលទ្ធភាពនៃការផ្ទុះអាវុធរបស់កម្ពុជាគឺជាលទ្ធភាពចុងក្រោយបំផុតដែលមានករណីរំលោភបំពានតែប៉ុណ្ណោះណាយើងស្រឡាញ់សន្តិភាពបញ្ជាក់ឡើងវិញប្រមុខដឹកនាំយើងប្រទេសកម្ពុជាយើងស្រឡាញ់សន្តិភាពណាស់យើងអត់មានចង់ផ្ទុះសង្គ្រាមទេប៉ុន្តែគ្រាន់តែចង់បញ្ជាក់មួយដែរជូនបងប្អូនជនរួមជាតិជាពិសេសជូនទៅភាគីថៃឲ្យយល់យើងស្រឡាញ់សន្តិភាពមែនប៉ុន្តែយើងអត់អោនក្បាលឲ្យមានការឈ្លានពានទឹកដីយើងទេសូមយល់ឲ្យច្បាស់កន្លែងត្រង់ហ្នឹងបាទអញ្ចឹងតួលេខមិញដែលបង្ហាញថាប្រជាពលរដ្ឋលោក 95% បាទសាទរចំពោះការបញ្ជូនកងទ័ពទៅដើម្បីការពារបូរណភាពដែនដី24ម៉ោងឬ24ម៉ោងនេះជារឿងមួយត្រឹមត្រូវដែលបងប្អូនប្រជាពលរដ្ឋយើងសាទរហើយគាំទ្ររាជរដ្ឋាភិបាលបាទអាដាមរដ្ឋមន្ត្រីប្រតិភូក៏ដូចជាលោកប្រធានប្រតិបត្តិខ្ញុំគិតថាការជជែកពិភាក្សារបស់យើងសំណួរជាច្រើននៅក្នុងការជជែកពិភាក្សាគឺបាននៅចម្លើយក្បោះក្បាយមែនទែនទៅកាន់បងប្អូនទស្សនិកជនចំពោះប្រធានបទទៅលើលទ្ធផលនៃការស៊ីបទុំមតិលើចំនួនតំបន់ព្រំដែនកម្ពុជាថៃនេះជាស្មារតីសូមគោរពថ្លែងបង្គំអាដាមរដ្ឋមន្ត្រីប្រតិភូលោកប្រធានប្រតិបត្តិបាទវិទ្យាសាស្ត្រ AVI ដែលបានចូលរួមនៅក្នុងកម្មវិធីកិច្ចពិភាក្សាពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាហើយសង្ឃឹមថាតាមរយៈកម្មវិធីកិច្ចពិភាក្សាពិសេសរបស់យើងនេះបងប្អូនដែលកំពុងតាមដានទេសនាក៏បង្ហាញនៅការគាំទ្រពេញចិត្តនៅចំណាត់ការនិងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាហើយក៏បន្តសង្ឃឹមជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាចំនួនព្រំដែនកម្ពុជាថៃដោយសន្តិវិធីបញ្ជៀសនៅសង្គ្រាមកើតឡើងហើយបន្តក្រុមជាបន្តទៀតហើយជាពិសេសលើកទឹកចិត្តទៅដល់បងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងតែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនអរគុណសម្រាប់កម្មវិធីកិច្ចពិភាក្សាពិសេសស្ដីពីលទ្ធផលនៃការស៊ីបទុំមតិលើចំនួនព្រំដែនកម្ពុជាថៃក៏បានមកដល់ទីបញ្ចប់នៅខណៈពេលនេះខ្ញុំបាទនិងអាដាមក៏ដូចជាលោកជីវិតខុនសូមអរគុណនិងសូមគោរពលា